សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងទី5ដែលគិតមកដល់ថ្ងៃទី23ខែធ្នូឆ្នាំ2025នេះចូលដល់ថ្ងៃទី17ហើយដែលយោធាថៃនៅតែបន្តឈ្លានពាននិងរំលោភបំពានលើបទច្បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នេះខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៃអំពើគំរាមកំហែងនិងការឈ្លានពានរបស់ថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារនិងខេត្តសៀមរាបភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង12រំលងអាធ្រាត្ររហូតដល់ម៉ោង8:00នាទីព្រឹកថ្ងៃទី23ខែធ្នូឆ្នាំ2025នេះចាប់ពីវេលាម៉ោង12រំលងអាធ្រាត្ររហូតដល់ម៉ោង5:39នាទីទៀតភ្លឺយោធាថៃបានបាញ់កាភ្លើងធំរត់ក្រោះចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់នៅវេលាចាប់ពីវេលាម៉ោង4:00នាទីទៀតភ្លឺយោធាថៃបានប្រើប្រាស់កាភ្លើងធំបាញ់ពីចម្ងាយផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារតាថាវរហូតដល់ពេលនេះមិនទាន់ឈប់នៅឡើយទេនៅវេលាម៉ោង5:30នាទីយោធាថៃបានបាញ់កាភ្លើងធំរត់ក្រោះបន្ថែមទៀតចូលទៅក្នុងភូមិសាស្ត្រតាមាន់ប្រាសាទតាមាន់គិតមកដល់ពេលនេះទីតាំងមួយចំនួនយោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយប៉ុន្តែកងកម្លាំងរបស់យើងនៅកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននិងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនទី2ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង17:25នាទីល្ងាចថ្ងៃទី22ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង8:01នាទីព្រឹកថ្ងៃទី23ខែធ្នូឆ្នាំ2025នេះថ្ងៃទី22ខែធ្នូឆ្នាំ2025នៅវេលាម៉ោង17:25នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងទីប្រជុំជនស៊ីវិលរស់នៅក្នុងភូមិសាស្ត្រសង្កាត់អូរឫស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង20:59នាទីយោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន2គ្រាប់ចូលទៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតនៅលើផ្លូវ58ខេត្តបន្ទាយមានជ័យចូលដល់ថ្ងៃទី28ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង1:16នាទីរំលងអាធ្រាត្ររហូតដល់វេលាម៉ោង1:40នាទីយោធាថៃបានបាញ់ផ្លោងចំនួន13គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងនៅវេលាម៉ោង7:01នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង7:35នាទីយោធាថៃបានបាញ់ផ្លោងដោយកំភ្លើងយន្តចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង8:01នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង8:01នាទីដដែលយោធាថៃបានបាញ់ផ្លោងចំនួន2គ្រាប់ចូលក្នុងទីតាំងស៊ីវិលដែលមានប្រជាជនរស់នៅច្រើនកកកក្នុងភូមិសាស្ត្រប៉ោយប៉ែតដោយមួយគ្រាប់ធ្លាក់នៅក្នុងសង្កាត់អូរឫស្សីនិងមួយគ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យគិតមកដល់ម៉ោងនេះនៅទីតាំងមួយចំនួនយោធាថៃនៅបន្តធ្វើសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយទេកងកម្លាំងរបស់យើងនៅបន្តតាមដានយកចិត្តទុកដាក់និងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយនឹងសត្រូវឈ្លានពានសូមធ្វើការបញ្ជាក់សារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃទេដែលធ្វើសកម្មភាពវាយប្រហារមកលើទីតាំងស៊ីវិលរបស់កម្ពុជានឹងបានធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ជីវិតគិតមកដល់ពេលនេះមានចំនួនកើនឡើង21នាក់ក្នុងនោះមានទារកម្នាក់ផងដែរនិងមានអ្នករងរបួសកើនឡើងរហូតដល់83នាក់នេះជាតួលេខគិតត្រឹមថ្ងៃទី22ខែធ្នូឆ្នាំ2025វេលាម៉ោង6ល្ងាចដោយយោធាថៃបានប្រើប្រាស់នៅសពាវុធធនធ្ងន់ដែលមានសមត្ថភាពបំផ្លិចបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ថៃរួមទាំង
ការប្រើប្រាស់យន្តហោះចម្បាំង F16 រថយន្តបាញ់រ៉ុកែត DTI-2 drone ទម្លាក់គ្រាប់បែកចង្កោមផ្សែងពុលនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីរបស់កម្ពុជាគឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតនិងមិនអាចប្រកែកបានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបានបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរមិនត្រឹមតែសម្រាប់សន្តិភាពស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់ស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់កម្ពុជាសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងការអនុវត្តតាមលក្ខខណ្ឌនៃបទជបាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់សម្ដៅស្វែងរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិកម្ពុជាសង្ឃឹមផងដែរថាភាគីថៃគោរពនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយកម្ពុជាដែរសូមគោបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជានៅកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មូមុតនិងនៅតែប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្គអាចក្លាហាននិងមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយនេះខ្ញុំសូមជម្រាបជូនផងដែរថាសម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពថ្មីនៅជួរមុខក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាសូមអរគុណចំពោះការតាមដានទស្សនាស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជួរមុខអំពីសកម្មភាពនៃការរំលោភបំពានឈ្លានពានយ៉ាងកម្រោលរបស់យោធាថៃមកលើកម្ពុជាដែលនៅតែបន្តរហូតមកដល់ថ្ងៃនេះជាថ្ងៃទី17ហើយនេះខ្ញុំសូមជម្រាបជូនថារាល់ការវិវត្តថ្មីៗនឹងមានការជម្រាបជូននៅពេលក្រោយសូមអរគុណនិងសូមជម្រាបលា